បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទសម្រាប់ VS កុំព្យូទ័រទីតាំងសាបច្ចាប្រជលេខ4បងប្អូនណាបាទអ្នកលក់កុំព្យូទ័រមានអីបងប្អូនណាមានតែបង្ហាញពីលទ្ធផលរបស់កុំព្យូទ័រដែលបងប្អូនបាទតម្រូវការបាទជាមួយនឹងបាទមិនថាលក្ខណៈបាទប្រភេទកុំព្យូទ័រ PC លក្ខណៈលើតុបាទមិនថាបងប្អូនធ្វើការជាបាទប្រភេទ all in one បាទឬក៏លក្ខណៈ monitor បាទឬក៏បងប្អូនធ្វើការជាបាទរៀបជាផ្នែក MMO បាទដូចជាលក្ខណៈបាទ VS បាទកំពុងតែធ្វើជាស្ដែងនេះក៏មានដែរបងប្អូនបាទហើយចំពោះបាទគ្រឿង accessory បាទគឺនៅខាងមុខបងប្អូនណាបាទមានថ្មីហើយនឹងពីទឹកបាទដែលបានបាទaccessory សម្រាប់ពុកម៉ែបងប្អូនកុំព្យូទ័រដែលមានបញ្ហាមួយកើតឡើងសម្រាប់ធ្វើការរៀបចំជូនឲ្យដំណើរការវិញបាទឬក៏លក្ខណៈបាទធ្វើការជួសជុលជូនពុកម៉ែបងប្អូនអញ្ចឹងបងប្អូនណាបាទសម្រាប់គ្រឿង accessory បាទមានច្រើនបងប្អូនបាទហើយសម្រាប់បាទនៅពីខាងក្រោយខ្ញុំនេះគឺលក្ខណៈបាទប្រភេទកុំព្យូទ័រ laptop បាទដែលមួយទឹកបាទឬក៏គ្រឿងបន្លាស់បាទមួយទឹកបាទដែលប្រភេទ original បាទសម្រាប់រៀបចំបាទទុកជួសជុលជូនបងប្អូនដែលគាត់ធ្វើការជាមួយនឹងលក្ខណៈហើយកុំព្យូទ័រដែលមានតម្លៃធូរថ្លៃបងប្អូនបាទសម្រាប់ហាងរបស់ខ្ញុំគឺមានលក្ខណៈរៀបចំកុំព្យូទ័រដែលមានតម្លៃចាប់ពី$40ឡើងទៅបងប្អូនណាបាទប្រភេទលក្ខណៈហើយបើសិនជាកុំព្យូទ័រដែលលក្ខណៈមានតម្លៃជា$25បងប្អូនបាទធុង PC នេះបាទ CPU Core i3 បាទចំនួន2បាទចំនួន3បងប្អូនណាបាទ$25គឺម៉ាស៊ីនមកដំណើរការមាន RAM ហើយនឹងអាចនឹងលក្ខណៈថែមជាhard disk បាទ256G ជូនបងប្អូនឬក៏320ចឹងបងប្អូនណាបាទតាមអីវ៉ាន់មានជាក់ស្ដែងដែលអាចថែមបានហើយបើអត់ជាលក្ខណៈបាទ hard disk ថែមទេគឺតម្លៃហ្នឹងគឺជាតម្លៃដែលលក្ខណៈបងប្អូនបានតា RAM 4G បាទមានម៉ាស៊ីនដំណើរការធនាគារធានាជូនមួយខែបន្ថែមបងប្អូនណាបាទហើយមិនមែនជាលក្ខណៈតម្លៃធូរថ្លៃបងប្អូនប្រើការអត់ការទេបងប្អូនបាទហើយបើសិនជាលក្ខណៈប្រភេទ laptop វិញបងប្អូនណាបាទតើតើ laptop បាទលក្ខណៈខ្ញុំមានតម្លៃបាទ VS ខ្ញុំមានតម្លៃចាប់ពី$40ឡើងទៅបាទសម្រាប់បងប្អូនដែលគាត់ត្រូវការlaptop ដែលយកទៅប្រើការងារបាទដូចជាលក្ខណៈបាទផ្នែកdesign បាទ Adobe Photoshop Adobe Premiere កាត់វីដេអូអីហ្នឹងខ្លះក៏បានដែរបងប្អូនបាទតើតើនឹងការងាររដ្ឋបាលបាទតើតើនឹងការងារបាទ Facebook អីទៅបាទហើយសម្រាប់បងប្អូនចង់រៀបជាម៉ាស៊ីនហ្គេមបាទជាម៉ាស៊ីនហ្គេមនេះបងប្អូនណាគឺបងប្អូនអាចកម្មងបានតាមតម្លៃបាទនីមួយបាទដូចជាជាក់ស្ដែងនេះជាបតសម្រាប់ទុកត្រៀមនៃការរៀបបាទមានបងប្អូនចង់បានមួយទឹកវាតម្លៃវារៀងធូរថ្លៃដែរបងប្អូនណាបាទតែសិនជាមួយទឹកតម្លៃដែលលក្ខណៈលេងហ្គេមបានបាទត្រឹម200ក្រាស់បាទឬក៏$300ហើយបើសិនជាបងប្អូនលក្ខណៈបាទចង់លេងហ្គេមបានទូលំទូលាយបាទចង់លក្ខណៈ design កាត់វីដេអូគូសប្លង់បាទលក្ខណៈបាទប្រើការងារអនឡាញ MMO អីហ្នឹងគឺលក្ខណៈបងប្អូនតលតែលក្ខណៈបាទត្រៀមជាកញ្ចប់ថវិកាចាប់ពី$500អីឡើងទៅចឹងបងប្អូនណាបាទអាហ្នឹងលក្ខណៈគេហៅថាអាជីវកម្មស្តង់ដារតែម្ដងបងប្អូនបាទសម្រាប់ការ review ខ្លីៗជូនពុកម៉ែបងប្អូនបាទជាមួយនឹង accessory computer ដែលអីវ៉ាន់មាននៅក្នុង stock ចឹងបងប្អូនណាបាទហើយជាចុងក្រោយសម្រាប់បងប្អូនត្រូវការបងប្អូនអាចកម្មងបានជាមួយនឹង VS computer ទីតាំងតាបៃចានប្រជលេខ4បងប្អូនបាទអរគុណច្រើនជម្រាបលា